chỗ lại chỗ lại រឿងរ៉ាវដ៏ចម្លែកដែលមិនធ្លាប់មាននេះគឺជាចន្ទើឡើងទៅកាន់ឋានសួគ៌តើអ្នកណាខ្លះចង់ឡើងទៅកាន់ឋានសួគ៌អាចឡើងនៅចន្ទើនេះបាននៅជាប់នឹងឆាកតន្ត្រីតែម្ដងនឹងតែអញ្ចឹងទេមានអីឥឡូវយើងមកមើលបងអាវក្រហមនេះបាទដើរទៅដើរមកនឹងធ្វើអីនឹងហើយមកមើលពូអាវសនេះបាទគាត់ធ្វើអីដែរបាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺថាយើងវិលជួបគ្នាសាជាថ្មីបាទនៅក្នុងកម្មវិធីមង្គលការមួយដែលមុនពេលសម្ដែងនឹងគឺថាខ្ញុំបានតែងតែថតជូនបងប្អូនទាំងអស់គ្នារាល់សកម្មភាពរបស់អ្នកច្រៀងអ្នករាំបាទនៅក្នុងវង Mighty សុភិនតន្ត្រីបាទហ្នឹងហើយអូខេឥឡូវនេះគឺថាខាងចុងភៅនឹងគាត់បានលើកមកហូបយកមកឲ្យពួកយើងហើយគឺថាយើងក៏ភ្លក់បដាហើយប៉ុន្តែបងប្អូនមួយចំនួនមិនទាន់រៀបចំខ្លួនរួចរាល់នៅឡើយបាទអញ្ចឹងគេថាអ្នកហូបចេះតែហូបទៅបាទអ្នកធ្វើការចេះតែធ្វើការទៅបាទអ្នកផាត់មុខអ្នកមិនទាន់ហើយខ្លួនប្រានបាទសម្លៀកបំពាក់អីក៏រៀបចំតាមនឹងទៅបាទហើយថ្ងៃនេះគេថាបានមកហូបរៀងគ្រាន់បើគូសំដែរគេថាយើងចេះតែនាំគ្នាហូបចឹងណាបងប្អូនបាទធម្មតាទេបាទយើងមុននឹងលេងគេថាត្រូវតែមានហូបចឹងបាទមានកម្លាំងលេងបាទហ្នឹងហើយបាទនេះគឺថាខាងអ្នករាំរបស់យើងគាត់ថាគាត់មិនទាន់ហើយទេប៉ុន្តែគាត់ថារឿងពុតពេនបាទវាផ្អងមើលខ្លួនឯងវានៅខ្វះត្រង់ណាអីចឹងណាបាទឥឡូវយើងមកមើលខាងចដើឡើងឋានសួគ៌នេះវិញបាទខាងកញ្ញាសេងនេះគាត់ថានឹងចដើឡើងឋានសួគ៌បាទអញ្ចឹងទៅបានក្បាលវីដេអូមិញខ្ញុំនិយាយថាអញ្ចឹងដែរខ្ញុំមិនដឹងដែរខ្ញុំចេះថាទៅបាទមិនដឹងឡើងឋានសួគ៌តាមចដើលើដើមជែកហ្នឹងមិនទេបាទនេះអ្នកចម្រៀងប្រុសរបស់យើងគាត់ចាប់ផ្ដើមរត់ដួសសម្លហើយនេះគឺមេបាទមេស្រីបាទគាត់ហូបបាយគាត់ហូបបាយបាទហ្នឹងហើយខ្ជិលនិយាយញ៉ាំបាទហូបបដ ாய் ទៅបាទហើយខាងនេះគឺអ្នកចម្រៀងចល័តរបស់យើងបាទគាត់ទៅតែអញ្ជើញមកដល់ណាធម្មតានឹងថាគាត់ម៉ោង5កន្លះអីដឹងនៅណាទេប៉ុន្តែថ្ងៃនេះគាត់មករៀងលឿនចឹងថតគាត់មួយណាបាទហើយខាងនេះវិញគឺថាគាត់រុះរាយណាបាទឃើញកាមេរ៉ាគឺថាគាត់លើកដៃជម្រាបសួរចឹងតែម្ដងអូមែនសុភាពរស់ណាអ្នកចម្រៀងប្រចាំសុភិនតន្ត្រីគឺថាអញ្ចឹងបាទឥឡូវគឺថាយើងចិត្តដល់ពេលវេលាមែនទៀតហើយថាឃើញអ្នករាំអ្នកច្រៀងយើងគាត់ថាគាត់ស្លៀកពាក់បានខ្លះហើយនេះខាងកញ្ញាជ្រុយក៏គាត់ស្លៀកពាក់ហើយដែរបាទគាត់ឡើងឈរបន្តិចបាទហើយគាត់បង្ហាញរៀងជូនបងប្អូនទាំងអស់គ្នាដែលជា fan បាទហ្នឹងហើយចំណែកខាងបរោះចិត្តល្អរបស់យើងវិញបាទគាត់អត់ទាន់ហើយនៅឡើយទេបាទគាត់ទៅសិនសក់បន្តិចសិនបាទហើយខាងនោះបាទអត់ទាន់ហើយដែរបាទហ្នឹងហើយគឺថាឥឡូវនេះកំពុងតែមមាញឹករឿងស្លៀកពាក់រឿងបន្ថែមបន្ថយផាត់មុខបញ្ចេញបញ្ចូលដើម្បីឲ្យស្រស់ស្អាតបាទនិយាយគឺថាយើងឈានចូលដល់ពេលយប់តែម្ដងបងប្អូនបាទពេលយប់នេះគឺវគ្គពិធីករហើយវគ្គពិធីករគឺខាងដៃអកនេះគឺបន្ទាប់ពីចុះជួសនោមហើយគឺថាឡើងមកវិញថតទៀតបាទជំរាបសួរទៀតហ្នឹងហើយហ្នឹងហើយបងប្អូនតកាន់ទូរស័ព្ទវិញថាអ្នកកាន់ភ្លើងអ្នកកាន់មុជអីគឺថាថតទាំងអស់បាទអត់រើសអើងទេបងប្អូននៅក្នុងក្រុមយើងបាទហើយក៏មិនភ្លេចបាទថតមុខខ្លួនឯងអីចឹងលេងឲ្យបងប្អូនបានស្គាល់អីចឹងណាហ្នឹងហើយឥឡូវឈានចូលដល់វគ្គកាត់នំហើយបងប្អូនបាទគាត់ថានៅខាងក្រោមហ្នឹងរៀងងឹតទីយើងមើលអត់ឃើញទេបាទអញ្ចឹងគឺថាបន្ទាប់ពីវគ្គកាត់នំនេះទៅគឺយើងឈានចូលដល់កម្មវិធីរំរែកហើយបាទអញ្ចឹងគឺវីដេអូរបស់យើងគឺសូមសង្ខេបខ្លីត្រឹមតែប៉ុណ្ណឹងសម្រាប់បងប្អូនទាំងអស់គ្នាមានកម្មវិធីផ្សេងត្រូវការកំសាន្តសប្បាយបាទសូមកុំភ្លេចបាទតាក់ទងមក Mighty សុភិនតន្ត្រីបាទ Mighty សុភិនតន្ត្រីប្រគំចិត្តឆ្ងាយនៅក្នុងតម្លៃមួយសមរម្យបាទអរគុណជម្រាបលា